បេះដូងតែមួយក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងនវត្រារៀបចំផ្គត់ផ្គង់ស្បៀងនិងសម្ភារៈចាំបាច់គ្រប់គ្រងកងទ័ពជួរមុខនិងជនភៀសសឹកក្នុងកលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពង់ឈរជើងក្បែរសមរភូមិរៀបចំស្បៀងនិងសម្ភារៈចាំបាច់មួយចំនួននាំយកផ្ដល់ជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹកលើបណ្ដាញសង្គមរបស់យុវជនបូជាការពារយុត្តិធម៌នៅថ្ងៃទី17ខែធ្នូឆ្នាំ2025បានឲ្យដឹងថាក្នុងកលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវក្រុមយុវជនស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹកគាំទ្រនឹងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដងអាចក្លាហានរបស់យើងបន្ទាប់ពីយោធាថៃឈ្លានពានជាថ្មីមកលើបូរណភាពទឹកដីកម្ពុជាអ្នកអង្គការលេងនវត្រាបានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលធ្វើត្រីងៀតផ្នែកធ្វើឆៃពៅផ្នែកអង្គនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទនិងជនភៀសសឹកនៅក្នុងកលៈទេសៈនេះស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដងអាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ